នៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអំពីបទពិសោធន៍នៅក្នុងការធ្វើដំណើរពីទីក្រុង New York ទៅកាន់ទីក្រុង Washington ដែលការធ្វើដំណើរនេះគឺអស់រយៈពេលជាង5ម៉ោងឯណោះបងប្អូនទាំងអស់គ្នាទីក្រុង Washington គឺជារដ្ឋធានីរបស់សហរដ្ឋអាមេរិកហើយក៏ជាទីក្រុងដែលសំខាន់ជាងគេដែលគ្រប់គ្រងនយោបាយទូទាំងប្រទេសអាមេរិកនឹងផ្ទាល់តែម្ដងហើយនៅក្នុងទីក្រុង Washington មាន White House ដែលជាផ្ទះប្រធានាធិបតីមាន Museum ជាច្រើនដែលជាសារមន្ទីរសម្រាប់តាំងនៅរបស់របរដ៏មានតម្លៃជាច្រើនហើយក៏មានជាមួយនឹងសភា Congress របស់សហរដ្ឋអាមេរិកផងដែរហើយទីក្រុង Washington នេះមិនជាទីក្រុងធំប៉ុន្មានទេប៉ុន្តែទូចមែនតែខ្លឹមហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីដំណើរនៅក្នុងការធ្វើដំណើរចេញពីទីក្រុង New York ដែលខ្ញុំចាប់ផ្ដើមធ្វើដំណើរពីព្រឹកព្រលឹមទៅហើយក៏ធ្វើដំណើរទៅកាន់ផ្លូវលឿនលឿនដែលគេហៅថាផ្លូវ Highway នោះផងដែរហើយនៅពេលដែលខ្ញុំធ្វើដំណើរនៅលើផ្លូវ Highway ខ្ញុំសង្កេតឃើញថាផ្លូវ Highway របស់គេគឺចែកចេញជា3ខ្សែធំៗគឺខ្សែកណ្ដាលខ្សែសងខាងតែម្ដងហើយចំពោះខ្សែកណ្ដាលគឺយើងអាចប្រើប្រាស់បានតែសម្រាប់រថយន្តតូចៗទេហើយចំពោះសងខាងទាំងសងខាងនោះគឺយើងអាចប្រើប្រាស់ទាំងរថយន្តតូចក៏ដូចជារថយន្តធំដែលគេហៅថាប្រភេទ container នៅពេលដែលយើងធ្វើដំណើរអស់ជាច្រើនយើងឆ្លងកាត់ទីក្រុងតូចៗជាច្រើនឆ្លងកាត់ស្ពានហើយក៏ដូចជាឈប់ចាក់សាំងឈប់ចូលបន្ទប់ទឹកនៅតាមតំបន់ដែលគេចាត់ចែងនៅក្នុងការសម្រាកមួយផ្លេតនោះគឺយើងក៏បានធ្វើដំណើរទៅដល់ទីក្រុង Washington តែម្ដងនៅពេលដែលមកដល់ទីក្រុង Washington ភ្លាមធ្វើឲ្យខ្ញុំស្រងាក់ចិត្តខ្លាំងមែនទែនក្តីសម័យរបស់ខ្ញុំគិតថាទីក្រុង Washington ប្រកាសជាមានអគារខ្ពស់ជាច្រើនដែលកប់ពពកហើយពីព្រោះអីគឺជារដ្ឋធានីរបស់សហរដ្ឋអាមេរិកផ្ទុយទៅវិញទីក្រុង Washington ពោពេញទៅដោយដើមឈើខៀវស្រងាត់ពេញទីក្រុងតែម្ដងហើយយើងមិនបានឃើញអគារខ្ពស់ជាច្រើនដូចកាលសម័យរបស់ខ្ញុំទេប៉ុន្តែយើងឃើញស្ទូបអនុស្សាវរីយ៍ Washington ដែលខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងនេះដែលមានកម្ពស់រហូតដល់555 feet ស្មើនឹង169ម៉ែត្រឯណោះហើយស្ទូបនេះគឺជាស្ទូបអនុស្សាវរីយ៍រវាងទីក្រុង Washington ជាមួយនឹងលោក George Washington ដែលជាប្រធានាធិបតីទី1របស់សហរដ្ឋអាមេរិកក្រៅអំពីស្ទូបអនុស្សាវរីយ៍នេះទីក្រុង Washington ក៏មានជាមួយនឹង White House ដែលជាផ្ទះរបស់ប្រធានាធិបតីកាន់អំណាចសហរដ្ឋអាមេរិកហើយក៏មានជាមួយនឹងអគាររដ្ឋសភាសហរដ្ឋអាមេរិកហើយក៏មានជាមួយនឹង Museum ដែលគេហៅថាសារមន្ទីរជាច្រើនទៀតដើម្បីទាក់ទាញទេសចរនៅក្នុងទីក្រុង Washington នេះផងដែរហើយអ្វីដែលពេញនិយមជាងគេនោះគឺជាស្ទូបអនុស្សាវរីយ៍របស់លោក Abraham Lincoln ដែលជាប្រធានាធិបតីទី16របស់សហរដ្ឋអាមេរិកផងដែរបងប្អូនទាំងអស់គ្នារដ្ឋធានី Washington បើតាមបទពិសោធន៍របស់ខ្ញុំគឺខ្ញុំបានស្រាវជ្រាវគឺឃើញថាកម្ពស់អគារដែលគេតម្រូវឲ្យសាងសង់គឺត្រឹមតែ160 feet ទេដែលស្មើនឹង48ម៉ែត្រហើយគម្លាតនៅក្នុងការសាងសង់គឺគេទុកឲ្យគម្លាតរាងធំដើម្បីទុក space សម្រាប់ខ្យល់បរិយាកាសចេញចូលហើយក៏ជាទីក្រុងដែលមានពណ៌បៃតងមួយស្រស់ស្អាតសម្រាប់សហរដ្ឋអាមេរិកដែរហើយទីក្រុងនេះគឺត្រូវបានរក្សានៅភាពស្ងៀមស្ងាត់ក៏ដូចជារក្សានៅអគារស្ថាបត្យកម្មដែលមានភាពទំនើបលាយគ្នាជាមួយនឹងបែបបុរាណទោះបីតែទីក្រុងនេះទើបតែសាងសង់មានអាយុកាលត្រឹមតែជាង200ឆ្នាំមកទេក៏ប៉ុន្តែទីក្រុងនេះគឺបានរក្សានៅគោលជំហរបានយ៉ាងល្អហើយទីក្រុងនេះគឺមានរក្សាសុវត្ថិភាពគឺខ្ពស់ខ្លាំងមែនទែនដោយសារតែនៅទីនេះគឺអគារទូតទាំងអស់ទូទាំងពិភពលោកគឺនៅទីក្រុង Washington នេះឯងបងប្អូនអរគ្នាធ្វើត្បិតតែទីក្រុង Washington នេះមានផែនការនៅក្នុងការអភិវឌ្ឍត្រឹមត្រូវតែពិតមែនក៏ប៉ុន្តែអស់រយៈពេលរាប់សិបឆ្នាំគឺវាតែងតែមានការប្រែប្រួលដោយសារតែជាការរស់នៅទម្លាប់របស់មនុស្សវាអាចធ្វើឲ្យទីក្រុងនឹងក៏មានកន្លែងខ្លះក៏មិនល្អប្រសើរទាំងស្រុងដែរក៏ប៉ុន្តែនេះគឺជាទីក្រុងមួយដែលធ្វើឲ្យខ្ញុំមានការផ្លាស់ប្ដូរការគិតច្រើនមែនទែនចំពោះខ្លួនឯងក៏ដូចជាសង្គមជាតិរបស់ខ្ញុំសង្កេតឃើញថាទីក្រុង Washington នេះក៏ជាទីក្រុងមួយដែលទាក់ទាញចំណូលពីការដែលទាក់ទាញទេសចរមកក្នុងការទស្សនានឹងក៏ច្រើនដែរហើយខ្ញុំក៏បានសង្កេតឃើញថាមាតុភូមិរបស់ខ្ញុំក៏មានឱកាសនេះលើសទីក្រុង Washington នេះផងដែរហើយអ្វីដែលខ្ញុំបានឃើញផ្ទាល់ភ្នែកនោះគឺខ្ញុំបានឃើញនៅសកម្មភាពជាច្រើនរបស់ទីក្រុងហើយក៏បានឃើញស៊ីជម្រៅនៅកលុកកលៀតដែលខ្ញុំបានទៅបទពិសោធន៍ដោយផ្ទាល់ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាថានៅក្នុងទីក្រុង Washington គឺពោពេញទៅដោយចម្រុះជាតិសាសន៍មិនថាជនជាតិស្បែកខ្មៅមិនថាជនជាតិអាស៊ីឬក៏ជនជាតិអឺរ៉ុបទេគឺនៅលាយឡំគ្នាតែម្ដងបងប្អូនទាំងអស់គ្នាហើយនៅក្នុងទីក្រុងនេះផងដែរគឺសម្បូរទៅដោយអ្នកធ្វើការរាជការជាច្រើនដែលតែងតែបំពេញកាតព្វកិច្ចរបស់រដ្ឋនៅក្នុងទីក្រុង Washington នេះផងដែរ
ហើយខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាអ្វីដែលខ្ញុំភ្ញាក់ផ្អើលជាមួយនឹងទីក្រុង Washington នេះគឺជាទីក្រុងមួយដែលបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធផ្កាយរណបមុនគេតែម្ដងនៅក្នុងការគូសវាសទីក្រុងនៅមុនគេបំផុតរបស់សហរដ្ឋអាមេរិកហើយទីក្រុងនេះគឺជាទីក្រុងសំខាន់នៅផ្នែកនយោបាយគឺទៅលើនយោបាយរបស់ប្រទេសអាមេរិកផ្ទាល់តែម្ដងហើយនៅក្បែរទីក្រុងនេះតែម្ដងគឺទីក្រុងនេះគឺមានផ្ទៃដីមិនធំប្រមាណទេបងប្អូនអរគ្នាហើយមិននៅក្រោមការគ្រប់គ្រងរបស់ state មួយណាទេបងប្អូនអរគ្នាដែលគេហៅថារដ្ឋរបស់សហរដ្ឋអាមេរិកនេះគឺអត់នៅក្រោមរដ្ឋណាទេគឺជាដែនដីរបស់សហព័ន្ធតែម្ដងនៅក្នុងសហរដ្ឋអាមេរិកគឺមានរដ្ឋទាំង50រដ្ឋដែលគ្រប់គ្រងរដ្ឋរៀងៗខ្លួនច្បាប់ខុសគ្នាប៉ូលីសខុសគ្នាអីទាំងអស់ក៏ប៉ុន្តែរដ្ឋបាលរបស់សហព័ន្ធគឺរួមតែមួយដែលគេហៅថាសហរដ្ឋអាមេរិកហើយទីក្រុង Washington នេះគឺជាដែនដីរបស់សហរដ្ឋតែម្ដងដែលគេហៅថាជាដែនដីរបស់សហព័ន្ធដែលមិននៅក្រោមការគ្រប់គ្រងរបស់គេហៅថារដ្ឋណាទេកន្លែងសំខាន់ហ្នឹងគឺនៅក្នុងទីក្រុងនេះតែម្ដងហើយទីក្រុងនេះមិនត្រឹមតែបងប្អូនអរគ្នាឃើញនៅលើដីបែបសាមញ្ញទេប៉ុន្តែបើក្រោមដីគឺពោពេញទៅដោយបន្ទប់សម្ងាត់ពោពេញទៅដោយរូងសម្ងាត់ជាច្រើនទៀតដែលទីក្រុងនេះគឺជាទីក្រុងមិនធម្មតាទេហើយសូម្បីតែអគារបញ្ញកោណដែលធ្វើត្បិតតែមិននៅក្នុងទីក្រុង Washington ទេប៉ុន្តែនៅជាប់ជាមួយនឹងទីក្រុង Washington នឹងតែម្ដងបងប្អូនទាំងអស់គ្នាគឺជាប់គ្នាតែម្ដងគឺជាអគារបញ្ចកោណដែលជាអគារដែលមានមុំ5ហើយជាអគារដែលបញ្ជាទ័ពទូទាំងសហរដ្ឋអាមេរិកតែម្ដងហើយសហរដ្ឋអាមេរិកធ្វើត្បិតតែយើងបានមកដល់លើកនេះគឺខ្ញុំមានឱកាសបានមកលេងទីក្រុង Washington នេះក៏សូមអរគុណដល់អ៊ីហើយនឹងពូដែលបានជូនទៅលេងឲ្យខ្ញុំមានសំណាងបានស្គាល់ទីក្រុង Washington នេះខ្ញុំគិតថាក្នុងមួយជីវិតខ្ញុំនេះមិនបានមកលេងជាមួយនឹងទីក្រុង Washington នេះទេក៏ប៉ុន្តែជាជាក់ស្ដែងគឺខ្ញុំមានសំណាងបានមកលេងទីក្រុង Washington នេះគឺពិតជាសប្បាយចិត្តរីករាយមែនទែនហើយការមកថតវីដេអូនេះគឺខ្ញុំថតដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាគ្រាន់តែជាការចែករំលែកបទពិសោធន៍ថាអ្វីដែលខ្ញុំបានឃើញអ្វីដែលខ្ញុំបានជួបអញ្ចឹងបទពិសោធន៍របស់ខ្ញុំធ្វើត្បិតតែមានរយៈពេលខ្លីពីទីក្រុង Washington នេះគឺខ្ញុំបានចែករំលែកនៅអ្វីដែលខ្ញុំបានឃើញនិងអ្វីដែលខ្ញុំបានជួបទៅកាន់ប្រិយមិត្តទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងចូលចិត្តវីដេអូនេះហើយក៏ដូចជាចុច like ហើយនិង share ម្នាក់មួយផងដើម្បីខ្ញុំមានទឹកចិត្តនៅក្នុងការផលិតវីដេអូក្រោយៗជូនបងប្អូនទាំងអស់គ្នាទស្សនាបន្ថែមទៀតបាទហើយនៅក្នុងវីដេអូវគ្គក្រោយមួយទៀតគឺខ្ញុំនឹងនិយាយអំពីថាតើ stop ដែលឈ្មោះថា Washington អនុស្សាវរីយ៍ហ្នឹងគឺគេតំណាងឲ្យអីហើយតើវីដេអូក្រោយមួយទៀតតើ Abraham Lincoln ដែលជា stop អនុស្សាវរីយ៍របស់គាត់នឹងតំណាងអីគឺខ្ញុំបានថតទាំងអស់ដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចចុច like page Camcar ម្នាក់មួយហើយ follow page Camcar ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតអំពីដំណើរកម្សាន្តរបស់ខ្ញុំមកកាន់សហរដ្ឋអាមេរិកនេះហើយវីដេអូនេះវាចាក់ឆ្ងាយពីប្រធានបទនៅក្នុងការប្រើប្រាស់រថយន្តរបស់យើងបន្តិចមែនក៏ប៉ុន្តែខ្ញុំសូមប្រាំផ្ញើបងប្អូនទាំងអស់គ្នាថាបើសិនជាចង់បានសម្បកកង់ឡានដែលមានតម្លៃធូរថ្លៃហើយគុណភាពល្អកុំភ្លេចជ្រើសរើសជាមួយនឹងសម្បកកង់ Mark Islander គឺជាផលិតផលរបស់ប្រទេសថៃសម្រាប់នាំចូលមកអាមេរិកហើយការដែលខ្ញុំមកអាមេរិកនេះគឺទទួលបាននៅការ sponsor ពីសម្បកកង់ Islander នឹងផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាសម្បកកង់ Islander គឺបងប្អូនទាំងអស់គ្នាអាចទុកចិត្តបានអញ្ចឹងសម្រាប់ទីក្រុង Washington នេះគឺដូចអ្វីដែលបងប្អូនឃើញរូបភាពស្រាប់ហើយគឺមិនសូវជាមានរថយន្តទំនើបច្រើនទេហើយក៏មិនសូវជាមានអគារខ្ពស់ណាដែលខ្ពស់លើសពី160 feet 48ម៉ែត្រនឹងទេគឺផុតពីនោះគឺអគារទាបទាំងអស់បងប្អូនទាំងអស់គ្នាក៏ប៉ុន្តែកុំមើលក្រោមដីបងប្អូនទាំងអស់គ្នាមានផ្លូវរថភ្លើងក្រោមដីមានរូងសម្ងាត់និយាយទៅគឺទីក្រុងមួយនេះគឺជាទីក្រុងអាកំបាំងគេហៅថាធម្មតាគឺជាទីក្រុងសំខាន់ជាងគេរបស់គេហៅថាសហរដ្ឋអាមេរិកចឹងមិនសាមញ្ញទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះបើសិនជាមានពាក្យសម្ដីណាមិនសមរម្យខ្ញុំគិតថាបងប្អូនទាំងអស់គ្នាច្រោះយកតែកន្លែងណាល្អបានហើយកន្លែងណាមិនល្អទេក៏កវត្តចោលទៅបងប្អូនទាំងអស់គ្នាព្រោះនេះត្រឹមតែជាបទពិសោធន៍នៅក្នុងការជួបផ្ទាល់របស់ខ្ញុំទេបាទអញ្ចឹងគោរពជូនពរបងប្អូនទាំងអស់គ្នានិងជំរាបលាបាយបាយ